ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាអំពី Binance Alpha ដែលជាវេទិកាដែលភ្ជាប់អ្នកប្រើប្រាស់គម្រោងនិង Ecosystem របស់ Binance នេះមិនមែនជាការណែនាំវិនិយោគទេវាជាចំណេះដឹងអំពីរបៀបដែល Binance Alpha ដំណើរការ1សម្រាប់ Binance សកម្មភាពទីផ្សារខ្លាំងតាមដានដល់ដើមខែកញ្ញាឆ្នាំ2025 Binance Alpha បានបើកដំណើរការ274គម្រោង Token 177មាន Airdrop Token Generation Event ឬ Alpha Booster 25 Token ត្រូវបានបញ្ជូននៅលើ Binance Spot 77 Token នៅលើ Futures Market ការជួញដូរប្រចាំថ្ងៃមានចំនួនជាង $4,000 លានដែលខ្ពស់ជាង Exchange ធំជាច្រើន2សម្រាប់អ្នកប្រើចំណេះដឹងអំពីរង្វាន់ Binance Alpha បានធ្វើ Airdrop ជាង120និង Token Generation Event 40អ្នកប្រើទទួលបានរង្វាន់ពីចំនួនតិចដល់ចំនួនខ្ពស់នៅពេលតម្លៃកើនខ្ពស់ Token ដូចជា MAC មិននឹង IO មានតម្លៃរង្វាន់ដល់$1,000 Binance ក៏បានបន្ថែម Booster Task Mode ដែលអនុញ្ញាតឲ្យអ្នកប្រើទទួល Airdrop ដោយប្រមូល Alpha Points និងបំពេញភារកិច្ចឧទាហរណ៍គម្រោងថ្មីដូចជា Xene, Base និង Theory បានផ្ដល់រង្វាន់ប្រចាំសប្តាហ៍ប្រហែល$40-100 3សម្រាប់គម្រោងការលូតលាស់ជាមួយ Alpha Boosterសម្រាប់គម្រោងថ្មី Binance Alpha ដើរតួនាទីដូចជា Traffic Amplifier ឧទាហរណ៍គម្រោង Metosis ប្រើ Alpha Booster ហើយធ្វើបានកើនពី$80 លានទៅជាង$300 លានជាមួយអ្នកប្រើជាង90,000នាក់គម្រោងផ្សេងដូចជា Hemi និង Treehouse ក៏បានប្រើ Alpha Booster ដើម្បីបង្កើនអ្នកប្រើនិង Liquidity 4 Flywheel បីជ័យជំនះ Binance Alpha បង្កើតវដ្តអ្នកប្រើទទួលបានរង្វាន់និងបទពិសោធន៍ថ្មីគម្រោងទទួលបានអ្នកប្រើនិង Liquidity Binance កើនសកម្មភាពនិងការជួញដូរនេះហៅថា Triple Win Growth Flywheel ដែលបង្កើតជាវដ្ត Reward Growth Engagement ដើម្បីទាក់ទាញទាំងអស់សន្និដ្ឋានសរុបមក Binance Alpha មានការជួញដូរប្រចាំថ្ងៃជាង$4,000 លានអ្នកប្រើទទួលបាន Airdrop និង Booster Task គម្រោងថ្មីអាចលូតលាស់លឿនជាមួយ Alpha Booster វេទិកាគម្រោងនិងអ្នកប្រើទាំងអស់ទទួលបានអត្ថប្រយោជន៍ Binance Alpha កំពុងក្លាយជាវេទិកាសំខាន់សម្រាប់ស្វែងរកគម្រោងថ្មីនិងភ្ជាប់ទៅឱកាសថ្មីរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកន្លែងឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង Scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ